nơi miền cả lăng nhưng cái thà trong xạ mà prai tiết gọn trình mà đêm mới có cuộc là cái nạ này thì tê hôm bó chơi ấy គេឡកោជើងចាស់សរសៃបានវិលចូលសមរភូមិវឹកហាត់វិញដោយចង់ក្រសោបអាកាសប្រកួតលក្ខណៈកងចេញម្រាមនិងលក្ខណៈអំបោះឆៅដែលលោកយល់ថាអំណោយផលសម្រាប់សមត្ថភាពរបស់គាត់យនាការវឹកហាត់ត្រៀមចូលអង្រួនសង្វៀនជាថ្មីនេះគឺវឹកហាត់នៅក្នុងក្លឹបខ្លារខិនមានរិទ្ធរបស់លោករីគីដែលលោកសរសៃបានបញ្ជាក់ថារូបគាត់កំពុងតែពង្រឹងកម្លាំងបន្ថែមនិងបច្ចេកទេសខណៈដែលខកខានរយៈពេលជាង2ឆ្នាំមកហើយដែលលោកយល់ថាការវិលចូលសង្វៀនគុណខ្មែរវិញនេះមិនត្រឹមតែអាចជួយសម្រួលជីវភាពរបស់លោកដែលកំពុងខ្វះខាតនោះទេប៉ុន្តែក៏អាចរួមចំណែកក្នុងការច្បាមមុខមាត់ជូនក្លឹបខ្លារខិនផងដែរ ខ្ញុំគិតថាខ្ញុំនៅមានកម្លាំងខ្ញុំគិតថាចង់សាកមកប្រើទៀតកងចេញម្រាមឬក៏ប្រកួតលក្ខណៈដៃទទេអំបោះឆៅអីដែលតាមមតិភាពដែលយើងអាចធ្វើបានអញ្ចឹងតាមគាត់រៀបចំឲ្យប្រកួតអញ្ចឹងបាទអញ្ចឹងខ្ញុំប្រកួតលើកនេះខ្ញុំបាទផងធ្វើគីឡូឲ្យសំកម្លាំងហើយផងបញ្ចេញកាយវិការភាពរហ័សរហួនកុំឲ្យវាយឺតពេកយើងវាយវាអត់ទៅល្អមើលអត់សូវចេញអញ្ចឹងលើកនេះខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពបាទ លោកគ្រូអញ្ចឹងបានន័យថាការវិលមកសង្វៀនលើកនេះចំណាប់អារម្មណ៍លោកគ្រូចង់បែបអំបោះឆៅហើយនឹងបែបកងជិញម្រាមមកអត់សូវចង់អាកងធំទេបាទអត់ចង់ហើយអត់ចង់ប្រកួតកងធំទេដោយសារកងចេញម្រាមហ្នឹងវាឆាប់ទទួលបានភាពជោគជ័យលឿនចាញ់ញ៉ាគឺលឿនអញ្ចឹងណាបាទអញ្ចឹងខ្ញុំចង់ប្រកួតអាហ្នឹងឯងដោយសារដូចបានយកលើអញ្ចឹងខ្ញុំធ្លាប់ប្រកួតវាយអត់ត្រង់MMAទាំងក្នុងស្រុកក្រៅស្រុកហ្នឹងអញ្ចឹងខ្ញុំរៀងថារៀងស្វំរៀងច្បាស់ខ្លះដែរអញ្ចឹងខ្ញុំគិតថាខ្ញុំអាចប្រកួតបាន3ទឹកកងចេញម្រាមអញ្ចឹងណាបាទដោយសារខ្ញុំឃើញនិយាយទៅបងភូមិបរៃគាត់នៅប្រកួតបានដោយសារគាត់អាយុច្រើនជាងខ្ញុំហើយគាត់ប្រកួតកងធំគាត់នៅប្រកួតបានហើយខ្ញុំក៏ធ្លាប់ជាដៃគូប្រកួតជាមួយគាត់តាមពីជំនាន់ពល5រហូតដល់សប្តាហ៍ថ្ងៃខ្ញុំមើលគាត់ជាគំរូបងភូមិបរៃគាត់ក៏ធ្លាប់ប្រកួតជាមួយខ្ញុំតែជំនាន់ហ្នឹងគាត់ចាញ់ខ្ញុំគាត់ចាញ់ខ្ញុំប្រកួតជាមួយគាត់ពល5ហ្នឹងគាត់ចាញ់ខ្ញុំទឹក5ចាញ់ទឹក5បាទដល់អញ្ចឹងខ្ញុំឃើញគាត់នៅប្រកួតបានខ្ញុំមានកូនចិត្តមួយថាចំគាត់នៅប្រកួតបានបងកែអំផយនៅប្រកួតបានហើយចុះខ្ញុំមានដៃ2ជើង2ប៉ុណ្ណឹងដែរមិនប្រកួតមិនបានមិនខំប្រឹងព្យាយាមដាក់ចិត្តហើយណាមួយបណ្ដាលនេះគឺជាអាជីពដ៏ច្បាស់លាស់ដែលខ្ញុំបានតស៊ូ20ឆ្នាំលើកអញ្ចឹងខ្ញុំបកមកអាជីពហៅថាជំនាញរបស់ខ្ញុំបកមកវិញនេះគឺខ្ញុំនឹងខំប្រឹងអស់សមត្ថភាពបាទខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារផងអីផងអញ្ចឹងព្រោះខ្ញុំជាសសរទ្រូងរបស់គ្រួសារអញ្ចឹងបើខ្ញុំលំខ្ញុំដួគឺគ្រួសារខ្ញុំទាំងថាវិការលុយកូនទៅរៀនលុយឈឺជាហូបចុកអីហ្នឹងគឺវេទនាទ្វេដងត្មងអញ្ចឹងខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពដើម្បីក្រុមគ្រួសារដើម្បីមុខមាត់ក្លឹបរបស់លោកគ្រូលោកគីដែរអញ្ចឹងមិនថាវាយយកទៅលុយហើយទៅផ្ទះមិនប្រឹងវឹកហាត់លែអត់ទេចំពោះខ្ញុំគឺខ្ញុំហាត់គឺវាយគឺខ្ញុំវាយបាទយកប្រាក់ហូបបាយរបស់ណែឯងហើយគឺខំប្រឹងវាយចង់ធ្វើការចង់និយាយថាធ្វើការយើងនិយាយគាត់ស្អាតថាចង់ធ្វើការឲ្យអ្នកណាធ្វើការអស់ពីសមត្ថភាពចង់និយាយអញ្ចឹងវាយអស់សមត្ថភាពយកទៅតាមការចង់និយាយអញ្ចឹង